តម្លៃមានត្រឡប់មកធ្លាក់យ៉ាងគំហុកនៅក្នុងយប់មិញនេះជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំមកធ្វើវីដេអូដើម្បីធ្វើការអាប់ដេតនៅតម្លៃមាសក៏ដូចជាតម្លៃប្រាក់នៅព្រឹកថ្ងៃទី9ខែមេសាឆ្នាំ2026អញ្ចឹងទេបើសិនជាបងប្អូនចូលចិត្តវីដេអូបែបនេះក៏ដូចជាចង់តាមដាននៅតម្លៃមាសក៏ដូចជាតម្លៃប្រាក់ជារៀងរាល់ថ្ងៃបងប្អូនអាចធ្វើការ Subscribe YouTube Channel របស់ខ្ញុំពីព្រោះថាខ្ញុំនឹងមកធ្វើវីដេអូដើម្បីធ្វើការអាប់ដេតនៅតម្លៃមាសក៏ដូចជាតម្លៃប្រាក់ជារៀងរាល់ថ្ងៃតែម្ដងបាទសម្រាប់ព្រឹកនេះផងដែរតម្លៃមាសបានធ្វើការធ្លាក់ចុះខ្លាំងមកវិញហើយតម្លៃចុងក្រោយដែលខ្ញុំបានចូលទៅមើលនោះគឺមាសស្ថិតនៅក្នុងតម្លៃ$4,715ក្នុង1អោនឬបើសិនជាគិតជាតម្លឹងហ្នឹងគឺស្មើនឹង$5,680ក្នុង1តម្លឹងឬស្មើនឹង$568ក្នុង1ជីផងដែរបាទចំណែកឯប្រាក់វិញតម្លៃប្រាក់នៅក្នុងថ្ងៃនេះក៏បានធ្វើការធ្លាក់ចុះវិញដូចជាមាសផងដែរហើយតម្លៃចុងក្រោយដែលខ្ញុំបានចូលទៅមើលគឺប្រាក់ស្ថិតនៅក្នុងតម្លៃ$73ក្នុង1អោនឬបើសិនជាគិតជាតម្លឹងគឺស្មើនឹង$87ក្នុង1តម្លឹងឬស្មើនឹង$8.7ក្នុង1ជីហើយបើសិនជាគិតជាគីឡូក្រាមគឺស្មើនឹង$2,345ក្នុង1គីឡូក្រាមផងដែរបាទអញ្ចឹងទេយើងចាំមើលថានៅក្នុងថ្ងៃនេះតើតម្លៃមាសក៏ដូចជាតម្លៃប្រាក់នៅតែបន្តធ្វើការធ្លាក់ចុះបន្ថែមទៀតឬក៏មានការងើបឡើងមកវិញខ្លះហើយបើសិនជាមានការអាប់ដេតឬក៏ការប្រែប្រួលយ៉ាងណាខ្ញុំនឹងមកធ្វើវីដេអូដើម្បីធ្វើការអាប់ដេតដល់បងប្អូនទាំងអស់គ្នានៅក្នុងវីដេអូក្រោយបន្ថែមទៀតបាទអរគុណច្រើនបងប្អូនទាំងអស់គ្នាសម្រាប់ការគាំទ្រក៏ដូចជាតាមដានវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់បើសិនជាបងប្អូនគិតថាវីដេអូនេះមានប្រយោជន៍បងប្អូនអាចធ្វើការចុច like ចុច share ដើម្បីឲ្យបងប្អូនយើងផ្សេងទៀតគាត់បានឃើញផងហើយបើសិនជាបងប្អូនមានមតិយោបល់យ៉ាងណាបងប្អូនអាចធ្វើការ comment នៅក្រោមវីដេអូរបស់ខ្ញុំនេះបាទអរគុណច្រើនបងប្អូនទាំងអស់គ្នាជម្រាបលាបាទ